ហើយជាថ្មីម្ដងទៀតខ្ញុំក៏សូមកោតសរសើរខ្ញុំសូមកោតសរសើរនឹងវាតម្លៃខ្ពស់ចំពោះការខិតខំរៀនសូត្ររបស់ក្មួយការខិតខំរបស់បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់អាជ្ញាធរដែនដីមេដាបេដាជាពិសេសលោកគ្រូអ្នកគ្រូនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមគ្នាអនុវត្តការងារនិងបំពេញភារកិច្ចរហូតដល់សម្រេចបានជោគជ័យនៅថ្ងៃនេះខ្ញុំក៏សូមផ្ដាំផ្ញើដល់ក្មួយសិស្សជាប់និទេសAទាំងអស់សូមបន្តខិតខំរៀនសូត្រស្រាវជ្រាវនិងកសាងខ្លួនឲ្យទៅជាយុវជនឆ្នើមជាពលរដ្ឋឆ្នើមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនិងស្វែងរកកិត្តិយសថ្មីជាតិជូនជាតិមាតុភូមិនៅពេលដែលក្មួយបន្តការសិក្សានៅកម្រិតឧត្តមសិក្សាឬកម្រិតក្រោយទៀតហើយក៏ដូចគ្នាសម្រាប់ក្មួយផ្សេងទៀតដែលមិនមែនជាប់និទេសAក៏ដោយតែជាយុវជនរបស់យើងទាំងអ្នកប្រឡងជាប់និងអ្នកមិនបានប្រឡងជាប់ដូចឆ្នាំនេះក៏សូមបន្តកុំបោះបង់ហើយសូមបន្តខិតខំនៅក្នុងការកសាងនៅសមត្ថភាពនិងឱកាសរបស់ខ្លួនថែមទៀតនេះគឺជាអ្វីដែលប្រទេសជាតិរបស់យើងត្រូវការរាជរដ្ឋាភិបាលនឹងខិតខំពង្រីកនៅឱកាសខិតខំនៅពង្រឹងនៅគុណភាពអប់រំដើម្បីធ្វើយ៉ាងណាផ្ដល់ឲ្យយុវជនរបស់យើងពីមួយចំនួនពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែមានឱកាសនិងសមត្ថភាពបន្ថែមទៀតក៏ដូចជាការខិតខំប្រឹងប្រែងស្វែងរកតាក់ទាញនៅការបង្កើតការងារថ្មីមិនថាវិនិយោគពីក្រៅឬក៏ក្នុងដើម្បីបង្កើតឱកាសការងារបន្ថែមនៅក្នុងកិច្ចការងារសម្រាប់ឲ្យយុវជនរបស់យើងឲ្យប្រជាពលរដ្ឋរបស់យើងអាចសម្រេចបាននៅគឺថាឱកាសបង្កើនសមត្ថភាពនិងជួយទៅដល់ប្រទេសជាតិរបស់យើង